និយាយទៅយើងលុប install ជាមួយនឹង setting របស់វាចោលលុបពីនឹងចោលគឺ download បានហើយមុននឹងទៅចូលវីដេអូខ្ញុំចង់ឲ្យអ្នកនរគ្នាជួយ like subscribe និងចុចសញ្ញាកណ្ដឹងម្នាក់មួយផងអូខេសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកប្រាប់អ្នកនរគ្នាពីរបៀប download JX2 របស់យើងនៅក្នុង server PC ឥឡូវខ្ញុំចុចមកលើ JX2 របស់ខ្ញុំសិនអាយ៉ាមែននេះច្រឡំនេះអា Chrome នេះយកមកឥឡូវខ្ញុំបើកឲ្យធំដើម្បីឲ្យស្រួលមើលនេះបន្ទាប់មកយកនេះមកយើងចុចមកនេះចុចកន្លែង update វាមកអូខេបើសិនជាអ្នកនរគ្នាចេញបែបនោះដូចខ្ញុំអាហ្នឹងគឺមានន័យថា update អត់ទៅទេ update អត់កើតទេវានៅចេញចឹងរហូតវាចេញចឹងរហូតតែម្ដងតែឥឡូវយើងចង់ធ្វើវា update បានឥឡូវខ្ញុំបិទនេះសិនអូខេដំបូងគឺយើងត្រូវលុប install របស់វាចោលសិននៅក្នុង game ហ្នឹងឥឡូវខ្ញុំរកមកពាក្យ install នេះឥឡូវខ្ញុំលុបអានេះចោលមួយសិននិយាយទៅយើងលុប install ជាមួយនឹង setting របស់វាចោលលុបពីនឹងចោលគឺ download បានហើយឃើញទេវាចេញនេះមកខ្ញុំបិទនេះសិនអូខេនេះឥឡូវខ្ញុំលុប install ចោលមួយសិនអូខេខ្ញុំលុបហើយខ្ញុំរកមកពាក្យ setting មួយទៀតក្នុងនេះដូចជាអត់ឃើញពាក្យ setting ទេខ្ញុំឥឡូវអត់ឃើញខ្ញុំសាក update វាទាំងប៉ុណ្្នឹងសិនមើល update វាទៅអត់អូខេនេះចេញតម្រងមកនេះគឺទីរងនេះមានន័យថា update បានហើយនេះ update បានហើយអូខេឥឡូវយើងចាំវាតឲ្យតែពេញអាហ្នឹងមកយើងលេងបានហើយអញ្ចឹងអាហ្នឹងគឺមានតែប៉ុណ្្នឹងឯណាហើយលុបចោលសិនបើដល់ឲ្យលុប install ហើយនឹង setting វាចោលទៅហើយយើង update មកគឺវាដើរហើយគឺវាដំណើរការអាចដើរយើងអាចលេងបានហើយឥឡូវចាំវាដើរពេញសិនហើយលើចិត្តពេញហើយសន្តិទៀតនេះអូខេបានហើយហើយយើងចូលលេងមកអូខេវាចេញមកហើយនេះវាចេញមកអញ្ចឹងអ្នកគ្នាអាចបើកលេងបានតែខ្ញុំមិនតន់លេងទេអត់តន់ទេតែឥឡូវវីដេអូយើងមានប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនា